ហើយកាន់តែមានឈ្មោះបោះសម្លេងខ្លាំងនៅលើឆាកអន្តរជាតិក្រោយផ្ទុះព័ត៌មានបរិជនជាតិរុស្ស៊ីនិងស្ត្រីជនជាតិថៃរួមរាកនៅលើរថយន្តមួយគ្រឿងពេលបើកបរលើផ្លូវសាធារណៈវីដេអូមួយកំពុងផ្ទុះកក្រាក់លើបណ្ដាញសង្គមជុំវិញពិភពលោកបង្ហាញពីទស្សនវិជ្ជាបរិជនជាតិរុស្ស៊ីម្នាក់និងស្ត្រីជនជាតិថៃផលិតមាតិកាផ្លូវភេទឬ sex content នៅលើរថយន្ត pick up មួយគ្រឿងស្ថិតនៅផ្នែកខាងក្រោយពេលកំពុងបើកបរលើដងផ្លូវសាធារណៈដែលមានចរាចរណ៍មមាញឹកហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃពុធទី24ខែកញ្ញាឆ្នាំ2025នៅលើផ្លូវមួយក្នុងស្រុកមឿងខេត្តភូកេតប្រទេសថៃខណៈវីដេអូនេះត្រូវបានផ្សព្វផ្សាយចេញតាមបណ្ដាញសង្គមមានការចែករំលែកនិងចូលទស្សនារាប់លានដងនិងផ្ទុះការរិះគន់យ៉ាងខ្លាំងពីមហាជនបាទតាមកាសែតថៃបានចុះផ្សាយថាវីដេអូនេះបានបង្ហាញពីបរិជនជាតិរុស្ស៊ីម្នាក់ដែលមានអាយុប្រមាណ23ឆ្នាំបានធ្វើសកម្មភាពផ្លូវភេទជាមួយនារីជនជាតិថៃប្រព្រឹត្តអំពើអនាចារនៅលើរថយន្ត pick up យ៉ាងអនាធិបតេយ្យមិនខ្វល់ពីអ្នកធ្វើដំណើរលើដងផ្លូវផ្សេងទៀតនោះឡើយបើទោះបីជាមានកាមេរ៉ាបានថតពួកគេទាំងពីរក៏ដោយយ៉ាងណាមិញក្រោយផ្ទុះការរិះគន់ជុំវិញករណីនេះប៉ូលីសថៃបានចាប់ខ្លួនបរិជនជាតិរុស្ស៊ីខាងលើនៅវេលាម៉ោង 3:45 នាទីរសៀលនាថ្ងៃទី25ខែកញ្ញាឆ្នាំ2025ដោយពិនិត្យឃើញមានផ្ទុកសារធាតុញៀននិងមានប្រើប្រាស់គ្រឿងស្រវឹងប៉ូលីសថៃបានឲ្យដឹងបន្ថែមថាជននេះគឺជាអ្នកផលិតមាតិកាបែបផ្លូវភេទតាមរយៈការធ្វើសកម្មភាពបែបចម្លែកជាមួយដៃគូដើម្បីលក់នៅក្នុងបណ្ដាញសង្គម Telegram បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថាលោកចော့ជីប្រឈមនឹងការឃុំខ្លួនក្នុងពន្ធនាគាររយៈពេល1ឆ្នាំឬពិន័យជាប្រាក់ដល់ 20,000 បាតនិងដាក់ក្នុងបញ្ជីខ្មៅលែងឲ្យចូលទឹកដីប្រទេសថៃគូជម្រាបជូនដែលថាជុំវិញករណីនេះបានបង្កភាពអាម៉ាស់បំផុតសម្រាប់ប្រទេសថៃស្របពេលដែលថ្មីនេះកំពុងផ្ទុះរឿងអាស្រូវត្រូវបានបណ្ដាញសារព័ត៌មានធំជាពិសេសសារព័ត៌មាន BBC បានបកអាក្រាតពីរឿងខ្មៅងងឹតដែលជាប្រទេសបម្រើឲ្យគោលដៅឧស្សាហកម្មទេសចរផ្លូវភេទខុសច្បាប់ទូយ៉ាងដូចជាតំបន់ប៉ាតាយាជាដើមអំពើពុករលួយគ្រឿងញៀនរួមទាំងគោលដៅនៃការលបួងឆោបបោកជួញដូរមនុស្សហើយបញ្ហាទាំងនេះត្រូវបានលាក់បាំងពីក្រសែភ្នែកពិភពលោក